ថ្ងៃនេះណាខ្ញុំមកពិពណ៌នាអំពីឈុតឆាករឿងរ៉ាវនៃទេវកថានៅប្រាសាទបន្ទាយស្រីគឺជាប្រាសាទមួយដែលធ្វើអំពីថ្មផ្កាឈូកហើយគឺជាចម្លាក់ដ៏ល្អឥតខ្ចោះបាទហើយរឿងរ៉ាវនេះគឺជារឿងនិទានទេវកថានៃសាសនាព្រាហ្មណ៍ដែលរៀបរាប់អំពីការបង្កើតទីក្រុងឥន្ទ្រាប្រស្តាហើយនឹងការដុតបំផ្លាញព្រៃកណ្ដវ៉ាឥន្ទ្រាប្រស្តាគឺជាទីក្រុងអស្ចារ្យគឺស្អាតហ្នឹងគឺដូចជាឋានទេវលោកដូច្នេះដែរទីក្រុងហ្នឹងគឺជាទីក្រុងរបស់អរជុនបាទគឺបងប្អូន5នាក់ហ្នឹងដែលមាននៅក្នុងគ្រួសារ Bandu family បាទរឿងនេះដកស្រង់ចេញពីរឿងមហាព្រាតៈខ្ញុំនឹងពិពណ៌នាខ្លីអំពីរឿងមហាព្រាតៈដើម្បីបងប្អូនយល់បាទមហាព្រាតៈគឺជារឿងដែលសាសនាព្រាហ្មណ៍ដែលពិពណ៌នាយ៉ាងវែងអន្លាយនៅប្រាសាទអង្គរវត្តអំពីឈុតឆាកប្រយុទ្ធរវាងបងប្អូន101នាក់ជាមួយបងប្អូន5នាក់101នាក់ហ្នឹងគឺជាសភាវៈអាក្រក់បាទហើយនឹង5នាក់ហ្នឹងគឺជាសភាវៈល្អឥន្ទ្រាប្រស្តានេះគឺជាទីក្រុងរបស់ត្រកូល Bandu family Bandu រឿងនេះគឺដកស្រង់អំពីរឿងមហាព្រាតៈបាទដែលឆ្លាក់នៅថែរោងទងនៃប្រាសាទអង្គរវត្តហើយក៏មានស៊ីនឈុតឆាកតូចមួយនៅប្រាសាទបន្ទាយស្រីអំពីការដុតបំផ្លាញព្រៃដើម្បីមកកាត់ទីក្រុងមួយដែលរបស់គ្រួសារ Bandu បណ្ឌវៈហ្នឹងគឺទីក្រុងហ្នឹងគឺហាក់ដូចជាទីក្រុងនៃទេវតានៅឋានសួគ៌ឋានត្រីត្រឹងអញ្ចឹងបាទពិតជាអស្ចារ្យនេះជារឿងនិទានបាទអញ្ចឹងបន្ទាប់ពីការបែងចែកនៃអាណាចក្រKarakuru Kingdom រួចមកពួកបណ្ឌវៈហ្នឹងដែលមានបងប្អូន5នាក់រួមទាំងអរជុនបាទបានទទួលទឹកដីធំមួយនៃព្រៃកណ្ដវៈហ្នឹងគឺព្រៃហ្នឹងគឺសុទ្ធតែជាសត្វសាហាវមែនតើបាទនៅការបែងចែកពីរាជវង្សានុវង្សមកគឺបង្ខំឲ្យគាត់ទៅនៅព្រៃដែលមានសត្វសាហាវដែលពិបាករស់នៅដូច្នេះគាត់ចាំបាច់ត្រូវតែបំផ្លាញនៅព្រៃហ្នឹងដែលមានសត្វសាហាវទាំងអស់ហ្នឹងដើម្បីបង្កើតទីក្រុងទេវតាមួយបាទហើយក្រោយមកអរជុនក៏បានបាញ់ព្រួញជាច្រើនពាន់ព្រួញដើម្បីបំផ្លាញបង្កើតជាភ្លើងបាទហើយក្នុងនឹងដែរក៏មានព្រះគីដែលជាផ្នែកមួយនៃព្រះក្រឹស្នៈហើយនឹងអរជុននឹងក៏បានប្រគល់ធ្នូទឹកបាទទៅឲ្យអរជុនបាទដើម្បីធ្វើការបាញ់ព្រួញទៅលើមេឃដើម្បីបង្អាក់ទឹកភ្លៀងពីព្រះឥន្ទបញ្ជូនទឹកភ្លៀងពីឋានសួគ៌មកបាទព្រះឥន្ទគឺគាត់បញ្ជូនភ្លៀងមកដើម្បីជួយមិត្តរបស់គាត់ជាស្ដេចនាគឈ្មោះ Takshaka ជាភាសាសំស្ក្រឹតដែលរស់នៅក្នុងព្រៃនោះបាទដូច្នេះខ្ញុំនឹងនិទានរឿងទាំងមូលជូនបងប្អូនទស្សនាជូនបងប្អូនជាសម្ដាប់បាទហើយខ្ញុំ Mr. Kim History Channel Cambodia ហើយខ្ញុំក៏បង្កើតជា YouTube មើលទេពអង្គរផងដែរហើយនឹង Facebook អង្គរ Backroad ដូច្នេះរឿងទាំងមូលខ្ញុំនឹងរៀបរាប់ពិពណ៌នាដើម្បីចែកជាចំណេះដឹងជាពុទ្ធិជូនបងប្អូនមគ្គុទ្ទេសក៍យើងហើយនឹងបងប្អូនដែលមកទស្សនាប្រាសាទបន្ទាយស្រីនេះជាឈុតឆាកមួយពិសេសមែនតើហើយចម្លាក់នេះគឺពិតជាអស្ចារ្យផ្នែកទី1ខ្ញុំចង់ពិពណ៌នាអំពីការបែងចែកពីចំនួននៃគ្រួសាររបស់រាជវង្សានុវង្សរបស់ Bandu ហើយនឹងKaurava បាទជាភាសាសំស្ក្រឹត Bandu family ហ្នឹងKaurava និង Bandu ហ្នឹងគឺជាបងប្អូនជីដូនមួយខាង Bandu គឺជាតំណាងឲ្យមនុស្សល្អបាទដែលមានបងប្អូន5នាក់ឈ្មោះអរជុនដែលជាបងប្អូនក្នុងទាំង5ហ្នឹងហើយមានខាងអាក្រក់ហ្នឹងគឺមានបងប្អូន101នាក់ជាតំណាងឲ្យសភាវៈអាក្រក់បាទហើយទាំងអស់គ្នាហ្នឹងគឺបានសម្រេចថាបែងចែកទឹកដីទៅឲ្យបងប្អូន5នាក់ Bandu family បាទហើយពេលបែងចែកហ្នឹងគឺទៅឲ្យទៅនៅឆ្ងាយពីទីក្រុងដ៏អស្ចារ្យបាទគឺឲ្យព្រៃមួយដែលពោពេញទៅដោយសត្វសាហាវបាទគេថាខណ្ឌវៈព្រៃខណ្ឌវៈបាទជាឈ្មោះសំស្ក្រឹតដែលតំបន់នោះជាវាលហស្ថានបន្ទាប់មកមានព្រៃដែលមានសត្វសាហាវបាទហើយធ្វើឲ្យពួក Bandu ហ្នឹងបងប្អូន5នាក់ក៏បានខំប្រឹងកាប់ឆ្ការនិង
រៀបចំទឹកដីផ្លូវថ្នល់កន្លែងរស់នៅទីក្រុងមួយដែលឈ្មោះថាIndraprastha បាទជាឈ្មោះសំស្ក្រឹតទីក្រុងហ្នឹងក្រោយមកក៏ក្លាយជាទីក្រុងដែលស្រស់ស្អាតជាងគេដូចជាទីក្រុងនៃឋានព្រះឥន្ទដូចគ្នាបាទហើយថ្ងៃមួយហ្នឹងក៏មានព្រះក្រឹស្នៈហ្នឹងក៏បានមកជួយអរជនហើយទាំងពីរនាក់ហ្នឹងក៏កំពុងតែដើរកម្សាន្តនៅក្បែរទន្លេមុទាមានព្រាហ្មណ៍ម្នាក់ដែលមានរូបរាងខ្ពស់ស្រឡះនិងមានស្បែកពណ៌មាសបានមកជួបពួកគេតាមពិតព្រាហ្មណ៍នោះគឺជាព្រះអគ្គីដែលជាអវតារជាតំណែងខ្លួនបាទជាព្រាហ្មណ៍ដែលមានរូបរាងពណ៌មាសហ្នឹងបាទហើយក្រោយមកព្រះអង្គក៏បានរៀបរាប់អំពីជំងឺរបស់ព្រះអង្គហ្នឹងថាមិនស្រួលខ្លួនដោយសារតែបានសោយឬក៏លេបត្របាក់ទឹកដោះគោបូជាច្រើនពេកពិធីបុណ្យមួយដែលមានអូបន្លាយទៅដល់12ឆ្នាំថ្នាំសម្រាប់ព្យាបាលជំងឺនេះគឺព្រះអង្គត្រូវតែដុតបំផ្លាញព្រៃខណ្ឌវៈទាំងមូលនឹងបាទធ្វើជាឱសថបាទហើយក្រោយមកព្រះឥន្ទតែងតែបញ្ជាភ្លើងពីលើមេឃមកសំទោសបញ្ជាទឹកភ្លៀងមកបាទទឹកភ្លៀងមានផ្គររន្ទះពីលើមេឃមកដើម្បីពន្លត់ភ្លើងដូច្នេះព្រះអគ្គីមិនអាចដុតបំផ្លាញព្រៃទាំងអស់នោះបានទេដោយសារព្រះអគ្គីមានមិត្តភក្តិគាត់ឈ្មោះជានាគហ្នឹងឈ្មោះតាក់សាខាហ្នឹងតាក់សាខាបាទដូច្នេះព្រះឥន្ទមិនព្រមឲ្យព្រះអគ្គីហ្នឹងដុតបំផ្លាញទេប៉ុន្តែថ្ងៃមួយជារួមគឺព្រះក្រឹស្នៈហើយនិងព្រះអរជនហ្នឹងក៏ត្រូវការមានបំណងដូចគ្នាជាមួយព្រះអគ្គីហ្នឹងគឺចង់ដុតបំផ្លាញព្រៃទាំងមូលដើម្បីបង្កើតជាទីក្រុងដ៏អស្ចារ្យមួយបាទដូច្នេះក៏បានព្រះអគ្គីក៏បានប្រគល់ធ្នូកណ្ដវៈហ្នឹងទៅឲ្យអរជនដើម្បីប្រើរធានុភាពហ្នឹងដើម្បីទប់ទឹកភ្លៀងបាទធ្នូហ្នឹងឈ្មោះ Gandiva ដែលជាធ្នូទេវៈគ្មានអ្នកណាអាចបំបាក់បានទេធ្នូមានហិទ្ធិឫទ្ធិមែនតើបាទហើយបំពង់ព្រួញដែលបានបាញ់គឺមិនចេះអស់ទេគឺជារាជហើយក៏ជារាជរដ្ឋមួយអស្ចារ្យដែលមានរូបដែលមានទង់មានរូបហនុមានបាទជាស្ដេចស្វានៃចក្រវាលហ្នឹងនៅលើឋានត្រៃត្រង់ហ្នឹងបាទដូច្នេះតែចំណែកព្រះក្រឹស្នៈវិញគឺទទួលបានកងចក្របាទអាវុធកងចក្រហ្នឹងឈ្មោះ Sandarshana Chakra បាទដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ដែរបាទនៅពេលព្រះអគ្គីចាប់ផ្ដើមឆេះព្រៃយ៉ាងសន្ធោសន្ធៅព្រះឥន្ទបានបញ្ជាម្ដងទៀតឲ្យពពកខ្មៅងងឹតបង្អន់ភ្លៀងចុះមកខ្លាំងដូចជាចាក់ទឹកបាទហើយអរជនក៏បានបង្ហាញមតិរិទ្ធដោយការបាញ់ព្រួញរាប់ពាន់គ្រាប់ក្នុង1វិនាទីបង្កើតជាដំបូលព្រួញភាសាអង់គ្លេសថា canopy of arrows បាទគ្របពីលើព្រៃខណ្ឌវៈទាំងមូលហ្នឹងដំបូលព្រួញនេះចិត្តស្លុងរហូតដល់គ្មានទឹកភ្លៀងសំបីតែមួយដំណក់អាចធ្លាក់ឆ្លងកាត់មុខដីបានឡើយបាទបងប្អូនមើលរូបចម្លាក់ហ្នឹងទៅបាទគឺជារូបចម្លាក់រឿងដ៏អស្ចារ្យនៅភាសាប្រទេសស្រីបាទដូច្នេះពេលនោះដែរក៏បានដុតបំផ្លាញព្រៃទាំងមូលរួមទាំងសត្វសាហាវទាំងអស់ដើម្បីបង្កើតទីក្រុងមួយហើយក៏ជួយឲ្យព្រះអគ្គីហ្នឹងគាត់បានទទួលឱសថពីក្នុងតំបន់នឹងដែរដូចគ្នាតែក្នុងព្រឹត្តិការណ៍នៃការដុតព្រៃនោះគឺមានអសរៈមួយបានជួយពីអរជនគឺសុំអរជនឲ្យជួយបាទឈ្មោះម៉ាយ៉ាអសុរាហ្នឹងគឺជាជាងចម្លាក់ហើយនឹងជាវិស្វករដ៏ចំណានរបស់ពួកអសរៈទាំងមូលហ្នឹងបាទក៏សូមអង្វរអរជនឲ្យជួយសង្គ្រោះជីវិតអរជនក៏បានយល់ព្រមការពារគាត់ហើយក្រោយមកទៀតចំណេរក្រោយមកគឺស្ដេចម៉ាយ៉ាអសុរៈហ្នឹងក៏បានជួយអរជនដើម្បីសាងសង់គាត់គឺជាមហាវិស្វករមួយបាទឲ្យសាងសង់រាជធានីទីក្រុងដែលបន្ទាប់ពីឆេះទាំងអស់ហ្នឹងឈ្មោះម៉ាយ៉ាសាបាបាទម៉ាយ៉ាសាបាដែលជាសាលប្រជុំដ៏អស្ចារ្យដែលមានមន្តអាគមបន្លំភ្នែកសាលប្រជុំធំឬក៏ទីក្រុងហ្នឹងគឺហាក់ដូចជាគេថា camouflage សង្កេត camouflage គឺដូចជាមើលទៅឃើញទឹកទៅជាដីឃើញដីទៅជាទឹកបាទស្អាតដូចទីក្រុងលង្កានៅក្នុងរឿងរាមាយណៈដូចគ្នាដូចទីក្រុងព្រះឥន្ទបាទនៅឋានសួគ៌ដូចគ្នា
បាទរឿងនេះគឺពិតជាអស្ចារ្យហើយបងប្អូនដែលអញ្ជើញទៅទស្សនាប្រាសាទវិទ្យាស្រីបានអញ្ជើញទៅមើល library ខាងlibrary ខាងជើងដែលមានពិពណ៌នាស៊ីនឈុតឆាកទាំងមូលហ្នឹងអំពីការបាញ់ព្រួញពីអរជនហើយនិងការបង្អោតទឹកភ្លៀងពីលើមេឃបាទពិតជាអស្ចារ្យណាបាទហើយបើសិនជាបងប្អូនមិនមានជាមគ្គុទ្ទេសក៍ទេបងប្អូនអាចទៅជួបខាងអប្សរាគាត់ចេះរឿងនឹងដែរខ្ញុំធ្លាប់ជួបគាត់ធ្លាប់និយាយប្រាប់រឿងហ្នឹងតែមិនជាក្បោះក្បាយប្រហែលទេតែបងប្អូនអាចស្ដាប់ជាវីដេអូហ្នឹងទៅនឹងដឹងរឿងនិទានហ្នឹងបានដកស្រង់ចេញពីគម្ពីរសាសនាព្រាហ្មណ៍ហើយសម័យអង្គរគឺជាសម័យមួយដែលយើងប្រតិបត្តិហើយនឹងសាងសង់ប្រាសាទជាច្រើនដែលឧទ្ទិសជូនសាសនាព្រហ្មញ្ញដូចជាព្រះវិស្ណុព្រះសិវៈព្រះព្រហ្មបាទកណេសជាដើមហើយក្រោយមកក៏ទៅជាពុទ្ធសាសនាបាទសូមអរគុណក្នុងការទស្សនា Thanks for watching. We see you in the next videos. Peace.